អ្នកដឹងទេថាថ្ងៃទី17ខែវិច្ឆិកាថ្ងៃនេះប៉ុន្តែ79ឆ្នាំមុនណាមានព្រឹត្តិការណ៍អ្វីកើតឡើងចំពោះប្រទេសកម្ពុជាយើងវាគឺជាថ្ងៃដ៏ពិសេសបំផុតរំលឹកខួបដែលខ្មែរយើងគួរតែដឹងគុណដល់សហរដ្ឋអាមេរិកនិងប្រទេសបារាំងពីព្រោះថាកាលពីថ្ងៃទី17ខែវិច្ឆិកាក្នុងឆ្នាំ1946គឺជាថ្ងៃដែលថៃចុះសន្ធិសញ្ញាប្រគល់ខេត្តមួយចំនួនមកឲ្យប្រទេសខ្មែរវិញហេតុអ្វីបានត្រូវឲ្យមកប្រទេសខ្មែរវិញពីព្រោះថាសៀមបានគ្រប់គ្រងខេត្តមួយចំនួននៅតាមព្រំដែនហ្នឹងជាង100ឆ្នាំតាំងពីឆ្នាំ1795មកម្លេះរហូតដល់ឆ្នាំ1904និងឆ្នាំ1907បានបារាំងហើយនិងសៀមចុះសន្ធិសញ្ញាប្រគល់ខេត្តមួយចំនួននោះមកឲ្យប្រទេសកម្ពុជាវិញតែដូចយើងដឹងទាំងអស់គ្នាហើយថាសៀមមានល្បិចខ្លាំងណាស់មិនដែលបោះបង់គំនិតឈ្លានពានឲ្យដើមយកខេត្តឬក៏ប្រាសាទរបស់ប្រទេសខ្មែរម្ដងណាឡើយហើយដូច្នោះហើយនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1941ដែលជប៉ុនឈ្នះសង្គ្រាមលោកលើកទី2សៀមមានល្បិចចូលទៅខាងជប៉ុនវិញម្ដងដើម្បីឲ្យជប៉ុនទាមទារយកខេត្តទាំងនោះពីបារាំងមកឲ្យសៀមខ្លួនឯងជាអ្នកគ្រប់គ្រងនៅពេលនោះបារាំងកំពុងតែចាញ់ដៃនៅក្នុងសង្គ្រាមលោកលើកទី2សុកចិត្តបង្ខំប្រគល់ខេត្តទាំងនោះទៅឲ្យប្រទេសសៀមវិញហើយចុះសន្ធិសញ្ញាមួយហៅថាសន្ធិសញ្ញាទីក្រុងតូក្យូកាលពីថ្ងៃទី9ខែឧសភាឆ្នាំ1941ខណៈពេលនោះនាយករដ្ឋមន្ត្រីថៃឈ្មោះវិបុលសង្គ្រាមនឹងឯងជាអ្នកមានល្បិចចុះចូលជាមួយជប៉ុនដើម្បីដណ្ដើមយកខេត្តខ្មែរទៅវិញក៏ប៉ុន្តែនៅពេលដែលបារាំងឈ្នះសង្គ្រាមលោកលើកទី2វិញនៅក្នុងឆ្នាំ1945បារាំងបានបង្ខំសៀមឲ្យប្រគល់ខេត្តមួយចំនួននៅពេលនោះសៀមគេដាក់ឈ្មោះថាព្រះដំបងគឺជាខេត្តបាត់ដំបងខេត្តជាប់បាត់ដំបងហ្នឹងគេដាក់ឈ្មោះថាភិបុលសង្គ្រាមគឺឈ្មោះនាយករដ្ឋមន្ត្រីដែលដណ្ដើមយកខេត្តខ្មែរមួយចំនួនហ្នឹងទៅវិញពេលជប៉ុនឈ្នះហ្នឹងអញ្ចឹងគេដាក់ឈ្មោះនាយករដ្ឋមន្ត្រីគេហើយខេត្តហ្នឹងសប្តាហ៍ថ្ងៃហ្នឹងគឺជាខេត្តបន្ទាយមានជ័យឧត្តរមានជ័យហើយផ្នែកខ្លះហ្នឹងចូលខេត្តសៀមរាបដល់សប្តាហ៍ថ្ងៃនេះដែលជាខេត្តឧត្តរមានជ័យព្រះវិហារអីហ្នឹងគេដូរដាក់ទៅជាឈ្មោះថានគរចម្ប៉ាសាក់នេះយើងមើលតាមរូបភាពមាន3ពណ៌ហ្នឹងទៅគឺជាខេត្តហ្នឹងឯងនៅតាមព្រំដែនរវាងខ្មែរហើយនិងសៀមកាលជំនាន់នោះនេះខ្ញុំអានយោងទៅតាមផែនទីដោយបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងក៏ប៉ុន្តែពេលក្រោយមកជប៉ុនចាញ់សង្គ្រាមលោកលើកទី2វិញជាពិសេសក្រោយមកអាមេរិកបានទម្លាក់គ្រាប់បែកបរិមាណូនៅក្នុងជប៉ុនហ្នឹងកាលពីថ្ងៃទី6ខែសីហាឆ្នាំ1945ហ្នឹងហើយនៅពេលនោះជប៉ុនសុំចុះចាញ់អញ្ចឹងសៀមដែលយកចិត្តជប៉ុនហ្នឹងក៏ចាញ់ដូចគ្នាដែរហើយខណៈពេលនោះដូចយើងដឹងហើយក្នុងសង្គ្រាមលោកលើកទី2ហ្នឹងបារាំងអង់គ្លេសអាមេរិកអីហ្នឹងគឺគេជាដៃគូសហព័ន្ធនឹងគ្នានិយាយទៅគឺសៀមហ្នឹងមានល្បិចខ្លាំងតែម្ដងណាចូលដៃជើងតែខាងអ្នកឈ្នះទេគឺក្បត់គេគ្រប់គ្នាតែម្ដងធ្វើមិនឲ្យតែបានលេបទឹកដីខ្មែរក៏ប៉ុន្តែសំណាងរបស់សៀមមិនតែងតែមានទេគឺជប៉ុនចាញ់សង្គ្រាមហើយដូច្នេះហើយសៀមខ្លួនឯងហ្នឹងក៏ត្រូវចាញ់សង្គ្រាមដែរនៅពេលនោះប្រទេសដែលជាអ្នកឈ្នះជាប្រទេសសម្ព័ន្ធភាពនឹងគ្នាគេបានបង្កើតអង្គការសហប្រជាជាតិជាផ្លូវការនៅថ្ងៃទី24ខែតុលាឆ្នាំ1945ហ្នឹងហើយពេលឈ្នះសង្គ្រាមលោកលើកទី2ហើយមាន51ប្រទេសចូលជាលើកដំបូងក្នុងនោះដែរបារាំងក៏ជាសមាជិកអចិន្ត្រៃយ៍បានគម្រាមឲ្យសៀមនឹងចូលជាសមាជិកក្នុងអង្គការសហប្រជាជាតិទេបើសៀមនឹងមិនព្រមប្រគល់ខេត្តទាំងនោះមកឲ្យបារាំងគ្រប់គ្រងវិញពេលនោះអាមេរិកគឺគ្រប់គ្រងបារាំងមែនទែនគឺជួយបារាំងដើម្បីបង្ខំសៀមនឹងឲ្យទៅចុះហត្ថលេខាសន្ធិសញ្ញាប្រគល់ខេត្តមកឲ្យបារាំងទីបំផុតនៅថ្ងៃទី18ខែតុលាឆ្នាំ1946ហ្នឹងរដ្ឋាភិបាលថៃពេលនោះគេដូរពីឈ្មោះសៀមទៅឈ្មោះថៃវិញព្រមតាមបារាំងរហូតដល់ឈានចូលការចុះកិច្ចព្រមព្រៀងផ្លូវការមួយនៅថ្ងៃទី17ខែវិច្ឆិកាគឺជាថ្ងៃនេះប៉ុន្តែនៅ79ឆ្នាំមុនគឺឆ្នាំ1946នៅទីក្រុង Washington សហរដ្ឋអាមេរិកមានន័យថាខាងសហរដ្ឋអាមេរិកហ្នឹងគឺគ្រប់គ្រងក្នុងការទាមទារយកខេត្តទាំងនោះមកឲ្យប្រទេសកម្ពុជាវិញជាមួយនឹងបារាំងហើយដូច្នេះហើយយើងជាកូនខ្មែរគួរដឹងគុណដល់អាមេរិកហើយនឹងបារាំងដែលទាមទារយកខេត្តមួយចំនួននោះមកឲ្យប្រទេសកម្ពុជាវិញ